បាទសូមគោរពជំរាបសួរបងប្អូនយើងក្នុងបណ្ដាញសង្គមបាទខ្ញុំបាទសូមមកធ្វើវីដេអូមួយបង្ហាញពីបទពិសោធន៍នៃការចិញ្ចឹមសត្វបាទរយៈកាលវីដេអូមុនកន្លងមកខ្ញុំបានធ្វើការបង្ហាញច្រើនដែរទាក់ទងនឹងការចិញ្ចឹមដោតលេខកតា3យ៉ាងទី1គឺការជ្រើសរើសទីតាំងនិងការសាងសង់ទ្រុងទី2ទាក់ទងនឹងការជ្រើសរើសពូជទី3ទាក់ទងនឹងការថែទាំបាទចំណុចនេះខ្ញុំសូមលើកយកកត្តាការថែទាំមានចំណុចច្រើនក្នុងការថែទាំក៏ប៉ុន្តែខ្ញុំបាទសូមលើកយកចំណុចមួយគឺការផ្ដល់នូវចំណីបាទអញ្ចឹងសត្វព្រាបជាសត្វមួយប្រភេទដែលចូលចិត្តស៊ីនៅចំណីគ្រាប់ធញ្ញជាតិដូចជាគ្រាប់ពោតគ្រាប់សណ្តែកគ្រាប់ស្រូវបាទជាដើមបាទក៏ប៉ុន្តែតាមលទ្ធភាពរបស់អ្នកចិញ្ចឹមដូចខ្ញុំឲ្យស៊ីភាគច្រើនចំណីទ្រទ្រង់រាល់ថ្ងៃហ្នឹងគឺជាប្រចាំគឺស្រូវក៏ប៉ុន្តែស្រូវយើងជាប្រភេទស្រូវសម្រូបដោយយើងយកស្រូវយកទៅកិនជាសម្រូបបាទដោយជ្រើសរើសយកស្រូវជាអាហារទ្រទ្រង់សំខាន់ដោយស្រូវមានតម្លៃទាបហើយយើងអាចរកទិញបាននៅចិត្តយើងងាយស្រួលនឹងការទិញបាទមានតម្លៃធូរហើយសត្វវាបរិភោគទៅគឺមានសុខភាពល្អបាទអញ្ចឹងពោតមានតម្លៃខ្ពស់ជាងហើយនឹងខាងតំបន់ខ្ញុំគឺពិបាករកទិញបាទអញ្ចឹងហើយចំណីទីផ្សារក៏វាមានតម្លៃខ្ពស់បាទអញ្ចឹងយើងផ្ដល់នៅស្រូវសម្រូបដល់សត្វរាល់ថ្ងៃជាប្រចាំបាទក្នុងការផ្ដល់នោះដែរគឺយើងមិនអោយស៊ីសត្វមិនអោយសត្វស៊ីនៅចំណីដែលសល់2ថ្ងៃ3ថ្ងៃបងប្អូនគឺយើងដាក់ឲ្យស៊ីតែមួយថ្ងៃទេគឺសល់ប្រហែលព្រឹកឡើងយើងយកចេញបាទជាពិសេសចំណីទីផ្សារបាទដូចជាចំណីមន់ចំណីដែលយើងយកមកឲ្យព្រៀបស៊ីហ្នឹងគឺយើងដកចេញព្រោះអាហារទាំងនោះបើទុកយូរវាអាចនឹងមានជាតិពុលបាទហើយស្រូវក្នុងកំប៉ុងហ្នឹងក៏យើងទុកយូរទៅវាអាចមានសំណើមមានជាតិពុលវាដុះស្នឹមដុះស្លែបាទធ្វើឲ្យវាផ្អួរវាផ្អូងខូចហើយបើសត្វយើងស៊ីទៅប៉ះពាល់ដល់សុខភាពបាទអញ្ចឹងចាំបាច់គឺយើងត្រូវថែទាំអនាម័យដល់សត្វតាក់ទងនឹងចំណីនេះទី1គឺទឹកបាទយើងត្រូវលាងកំប៉ុងទឹកឲ្យបានស្អាតនិងដូរទឹកចេញឲ្យបានញឹកញាប់បាទហើយទី2គឺតាក់ទងចំណីហ្នឹងគឺកុំទុកយូរថ្ងៃបណ្ដាលឲ្យផ្អួរបើយើងដាក់ចោលច្រើនក៏សត្វអត់ស៊ីដែរបងប្អូនវា